ក្រុមហ៊ុនឡានជីខេមបូឌីឧបត្ថម្ភថ្នាំមូក100កេសជូនវីរៈកងទ័ពជួរមុខតាមរយៈរដ្ឋបាលខេត្តកណ្ដាលដើម្បីរួមចំណែកគាំទ្របេសកកម្មការពារអធិបតេយ្យភាពជាតិក្នុងស្មារតីស្នេហាជាតិនិងការចូលរួមចំណែកក្នុងសកម្មភាពសង្គមក្រុមហ៊ុនឡានជីខេមបូឌីបានឧបត្ថម្ភថ្នាំមូសចំនួន100កេសដែលមានតម្លៃសរុបប្រមាណ$2500អាមេរិកតាមរយៈរដ្ឋបាលខេត្តកណ្ដាលដើម្បីចែកជូនដល់វីរៈកងទ័ពជួរមុខនៅមុំបីដែលកំពុងឈរជើងបំពេញបេសកកម្មការពារអធិបតេយ្យភាពជាតិតាមបណ្ដោយព្រំដែនអំណោយនេះមិនត្រឹមតែជាសម្ភារៈប្រើប្រាស់សម្រាប់ជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់កងទ័ពប៉ុណ្ណោះទេប៉ុន្តែក៏ជាការបង្ហាញពីទឹកចិត្តគាំទ្រនិងការចូលរួមរបស់វិស័យឯកជនចំពោះកងកម្លាំងជួរមុខដែលកំពុងបំពេញភារកិច្ចដ៏សំខាន់សម្រាប់ប្រទេសជាតិក្នុងឱកាសទទួលអំណោយនេះតំណាងរដ្ឋបាលខេត្តកណ្ដាលនិងអាយដាមគួយចម្រើនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលបានថ្លែងអំណរគុណដល់ក្រុមហ៊ុនឡានជីខេមបូឌីចំពោះទឹកចិត្តសប្បុរសធម៌និងការចូលរួមចំណែកជួយគាំទ្រវីរៈកងទ័ពជួរមុខរដ្ឋបាលខេត្តកណ្ដាលបានបញ្ជាក់ថាអំណោយដែលទទួលបានពីសប្បុរសជនក្រុមហ៊ុននិងប្រជាពលរដ្ឋនឹងត្រូវរៀបចំបែងចែកនិងដឹកជញ្ជូនទៅកាន់កងកម្លាំងជួរមុខដើម្បីឲ្យអំណោយទាំងនេះអាចប្រើប្រាស់បានទាន់ពេលវេលានិងចំគោលដៅសម្រាប់ក្រុមហ៊ុនឡានជីខេមបូឌីការឧបត្ថម្ភនេះមិនមែនគ្រាន់តែជាការផ្ដល់សម្ភារៈប៉ុណ្ណោះទេប៉ុន្តែជាការចូលរួមចំណែកតូចមួយដើម្បីបង្ហាញការគាំទ្រនិងលើកទឹកចិត្តដល់វីរៈកងទ័ពដែលកំពុងឈរជើងបំពេញភារកិច្ចការពារអធិបតេយ្យភាពជាតិក្រុមហ៊ុនបានបញ្ជាក់ថាការទទួលស្គាល់និងពាក្យថ្លែងអំណរគុណពីរដ្ឋបាលខេត្តកណ្ដាលនិងជាពិសេសអាយដាមគួយចម្រើនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលគឺជាកិត្តិយសនិងជាកម្លាំងចិត្តដ៏មានតម្លៃសម្រាប់ក្រុមហ៊ុនឡានជីខេមបូឌីក្នុងការបន្តចូលរួមសកម្មភាពសង្គមការងារមនុស្សធម៌និងការចែករំលែកជាមួយសហគមន៍កម្ពុជានាពេលអនាគតជាមួយគ្នានេះក្រុមហ៊ុនឡានជីខេមបូឌីបានបង្ហាញក្តីសង្ឃឹមថាការចូលរួមរបស់ខ្លួននឹងក្លាយជាផ្នែកមួយនៃការលើកទឹកចិត្តដល់វីរៈកងទ័ពជួរមុខឲ្យមានកម្លាំងចិត្តនិងភាពរឹងមាំក្នុងការបំពេញភារកិច្ចក្រុមហ៊ុនឡានជីខេមបូឌីក៏បានគោរពជូនពរដល់វីរៈកងទ័ពជួរមុខទាំងអស់ឲ្យមានសុវត្ថិភាពសុខភាពល្អនិងជោគជ័យក្នុងការបំពេញបេសកកម្មដ៏ដងឧត្តមព្រមទាំងបដិញ្ញាបន្តចូលរួមជាមួយប្រជាជននិងសង្គមកម្ពុជាតាមរយៈសកម្មភាពសង្គមនិងការងារមនុស្សធម៌ជាបន្តបន្ទាប់ចំណែកឯរដ្ឋបាលខេត្តកណ្ដាលក៏បានបួងសួងដល់គុណព្រះរតនត្រ័យកែវទាំង3សូមប្រសិទ្ធពរជ័យនិងបវរសួស្តីមហាប្រសើរជូនដល់វីរៈកងទ័ពជួរមុខទាំងអស់ឲ្យទទួលបានពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈនិងពលៈកុំបីឃ្លៀងឃ្លាតឡើយខ្ញុំតារាពី RTNews